លុយមិនមែនជាអ្វីៗគ្រប់យ៉ាងទេប៉ុន្តែបើគ្មានវាទេតើមានអ្វីកើតឡើងនេះជានិយមន័យសំខាន់និងគួរក៏យកមកគិតពិតមែនហើយដែលថាលុយមិនមែនជាអ្វីៗគ្រប់យ៉ាងទេប៉ុន្តែបើគ្មានវាទេជីវិតប្រចាំថ្ងៃនឹងជួបប្រទះនូវឧបសគ្គធំៗជាច្រើននៃការខ្វះខាតលុយដូចជាមុខជូរមិនញញឹមមិនស្រួលខ្លួនថប់ក្នុងទ្រូងដេកមិនសូវលក់ដកដង្ហើមធំមុខឡើងខ្មៅសម្បុរស្រអាប់មិនថ្លាទាំងនេះជាការពិតក្នុងសង្គមតើអ្វីខ្លះដែលជាផលវិបាកនៃការដែលគ្មានវាជាទូទៅលុយមានតួនាទីជាមធ្យោបាយសម្រាប់ដោះដូរនិងជាຂ្នាតកំណត់នៃតម្លៃនៅក្នុងសង្គមបច្ចុប្បន្នដូច្នេះការគ្មានលុយអាចនាំឲ្យកើតមានដូចខាងក្រោម1ប៉ះពាល់ដល់តម្រូវការមូលដ្ឋានអាហារនិងជម្រកយើងនឹងពិបាកក្នុងការទិញអាហារគ្រប់គ្រាន់និងមានជីវជាតិការគ្មានលុយអាចធ្វើឲ្យបាត់បង់លំនៅឋានឬត្រូវរួមនៅក្នុងស្ថានភាពមិនសមរម្យសុខភាពការខ្វះខាតលុយនឹងរារាំងដល់លទ្ធភាពនៃការបានទទួលការថែទាំសុខភាពទាន់ពេលវេលាការទិញថ្នាំពេទ្យឬការទៅពិនិត្យសុខភាពជាប្រចាំដែលអាចធ្វើឲ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរសម្លៀកបំពាក់ពិបាកក្នុងការទិញសម្លៀកបំពាក់ថ្មីឬជំនួសសម្លៀកបំពាក់ចាស់ៗដែលរហែកការបាត់បង់ឱកាសនិងសន្តិសុខការអប់រំកូនឬខ្លួនឯងអាចបាត់បង់ឱកាសនៃការបន្តការសិក្សាដោយសារគ្មានលទ្ធភាពបង់ថ្លៃសាលាឬទិញសម្ភារៈសិក្សាដែលនាំឲ្យឱកាសការងារនៅពេលអនាគតកាន់តែចង្អៀតភាពតានតឹងនិងសម្ពាធផ្លូវចិត្តបញ្ហាលួយកាក់គឺជាមូលហេតុធំបំផុតមួយនៃភាពតានតឹងនិងការបាក់ទឹកចិត្តដែលអាចប៉ះពាល់ដល់ទំនាក់ទំនងគ្រួសារនិងសុខភាពផ្លូវចិត្តការរឹតបន្តឹងសេរីភាពយើងនឹងមិនអាចធ្វើការសម្រេចចិត្តដោយសេរីឬអនុវត្តផែនការផ្សេងក្នុងជីវិតដូចជាការធ្វើដំណើរការបើកអាជីវកម្មឬការជួយអ្នកដទៃដោយសារតែការខ្វះខាតធនធានបញ្ហាសង្គមកិត្តិយសនិងទំនុកចិត្តការខ្មាស់លុយអាចប៉ះពាល់ដល់ការចូលរួមក្នុងសកម្មភាពសង្គមឬអាចបាត់បង់ការគោរពខ្លះពីអ្នកដទៃទោះបីជាមិនគួរឲ្យកើតមានក៏ដោយការបាត់បង់មធ្យោបាយសន្សំលុយក៏ជាមធ្យោបាយសន្សំផងដែរបើគ្មានការសន្សំទេនោះជីវិតនឹងគ្មានខ្នងបង្អែកនៅពេលជួបគ្រាអាសន្នឬពេលចាស់ជរាសរុបមកលុយប្រៀបដូចជាប្រេងរំអិលដែលជួយឲ្យកង់ជីវិតដំណើរការទៅមុខបានរលូនទោះបីជាវាមិនអាចទិញយករបស់សំខាន់បំផុតបានក៏ដោយក៏វានៅតែជារបស់ដ៏សំខាន់ដែលជួយឲ្យយើងអាចបំពេញតម្រូវការបង្កើនឱកាសនិងកាត់បន្ថយសម្ពាធក្នុងជីវិតបានយ៉ាងច្រើន